ការชมប្រើនៅពេលណាល្អសម្រាប់ការชมនេះបងប្អូនអ្នកធ្វើចន្ទីគឺប្រើតិចតួចបំផុតពីព្រោះការชมគឺជាអាហារដ៏ចម្បងដែលជួយឲ្យចន្ទីដាក់សាច់បានល្អនិងបង្កើននៅទម្ងន់ធ្ងន់បានល្អក្របភ្លឺថ្លាបើសិនជាចន្ទីខ្វះសារជាតិកាល់ស្យូមភាគច្រើនស្វិតស្ពាតអត់សូវមានទម្ងន់ទេផ្លែមកធំប៉ុន្តែសាច់ខាងក្នុងអត់សូវពេញល្អអញ្ចឹងបានយើងត្រូវប្រើសារជាតិកាល់ស្យូមដើម្បីជំនួយជួយបំពេញសាច់ជួយឲ្យចន្ទីនឹងដាក់ក្របបានល្អក្របមានទម្ងន់ធ្ងន់ប្រើទៅលើដំណាំអ្វីក៏ដោយសម្រាប់សារជាតិកាល់ស្យូមនេះគឺជាអ្នកជំនួយបំពេញរសជាតិឬមួយក៏យើងហៅថាបំពេញសាច់កាល់ស្យូមប្រើនៅពេលណាល្អសម្រាប់កាល់ស្យូមនេះបងប្អូនអ្នកធ្វើចន្ទីគឺប្រើតិចតួចបំផុតពីព្រោះកាល់ស្យូមគឺជាអាហារដ៏ចម្បងដែលជួយឲ្យចន្ទីដាក់សាច់បានល្អនិងបង្កើននៅទម្ងន់ធ្ងន់បានល្អក្របភ្លឺថ្លាបើសិនជាចន្ទីខ្វះសារជាតិកាល់ស្យូមភាគច្រើនស្វិតស្ពាតអត់សូវមានទម្ងន់ទេផ្លែមកធំប៉ុន្តែសាច់ខាងក្នុងអត់សូវពេញល្អអញ្ចឹងបានយើងត្រូវប្រើសារជាតិកាល់ស្យូមដើម្បីជំនួយជួយបំពេញសាច់ជួយឲ្យចន្ទីនឹងដាក់ក្របបានល្អក្របមានទម្ងន់ធ្ងន់ប្រើទៅលើដំណាំអ្វីក៏ដោយសម្រាប់សារជាតិកាល់ស្យូមនេះគឺជាអ្នកជំនួយបំពេញរសជាតិឬមួយក៏យើងហៅថាបំពេញសាច់កាល់ស្យូមប្រើនៅពេលណាល្អសម្រាប់កាល់ស្យូមនេះបងប្អូនអ្នកធ្វើចន្ទីគឺប្រើតិចតួចបំផុតពីព្រោះកាល់ស្យូមគឺជាអាហារដ៏ចម្បងដែលជួយឲ្យចន្ទីដាក់សាច់បានល្អនិងបង្កើននៅទម្ងន់ធ្ងន់បានល្អក្របភ្លឺថ្លាបើសិនជាចន្ទីខ្វះសារជាតិកាល់ស្យូមភាគច្រើនស្វិតស្ពាតអត់សូវមានទម្ងន់ទេផ្លែមកធំប៉ុន្តែសាច់ខាងក្នុងអត់សូវពេញល្អអញ្ចឹងបានយើងត្រូវប្រើសារជាតិកាល់ស្យូមដើម្បីជំនួយជួយបំពេញសាច់ជួយឲ្យចន្ទីនឹងដាក់ក្របបានល្អក្របមានទម្ងន់ធ្ងន់ប្រើទៅលើដំណាំអ្វីក៏ដោយសម្រាប់សារជាតិកាល់ស្យូមនេះគឺជាអ្នកជំនួយបំពេញរសជាតិឬមួយក៏យើងហៅថាបំពេញសាច់កាល់ស្យូមប្រើនៅពេលណាល្អសម្រាប់កាល់ស្យូមនេះបងប្អូនអ្នកធ្វើចន្ទីគឺប្រើតិចតួចបំផុតពីព្រោះកាល់ស្យូមគឺជាអាហារដ៏ចម្បងដែលជួយឲ្យចន្ទីដាក់សាច់បានល្អនិងបង្កើននៅទម្ងន់ធ្ងន់បានល្អក្របភ្លឺថ្លាបើសិនជាចន្ទីខ្វះសារជាតិកាល់ស្យូមភាគច្រើនស្វិតស្ពាតអត់សូវមានទម្ងន់ទេផ្លែមកធំប៉ុន្តែសាច់ខាងក្នុងអត់សូវពេញល្អអញ្ចឹងបានយើងត្រូវប្រើសារជាតិកាល់ស្យូមដើម្បីជំនួយជួយបំពេញសាច់ជួយឲ្យចន្ទីនឹងដាក់ក្របបានល្អក្របមានទម្ងន់ធ្ងន់ប្រើទៅលើដំណាំអ្វីក៏ដោយសម្រាប់សារជាតិកាល់ស្យូមនេះគឺជាអ្នកជំនួយបំពេញរសជាតិឬមួយក៏យើងហៅថាបំពេញសាច់កាល់ស្យូមប្រើនៅពេលណាល្អសម្រាប់កាល់ស្យូមនេះបងប្អូនអ្នកធ្វើចន្ទីគឺប្រើតិចតួចបំផុតពីព្រោះកាល់ស្យូមគឺជាអាហារដ៏ចម្បងដែលជួយឲ្យចន្ទីដាក់សាច់បានល្អនិងបង្កើននៅទម្ងន់ធ្ងន់បានល្អក្របភ្លឺថ្លាបើសិនជាចន្ទីខ្វះសារជាតិកាល់ស្យូមភាគច្រើនស្វិតស្ពាតអត់សូវមានទម្ងន់ទេផ្លែមកធំប៉ុន្តែសាច់ខាងក្នុងអត់សូវពេញល្អអញ្ចឹងបានយើងត្រូវប្រើសារជាតិកាល់ស្យូមដើម្បីជំនួយជួយបំពេញសាច់ជួយឲ្យចន្ទីនឹងដាក់ក្របបានល្អក្របមានទម្ងន់ធ្ងន់ប្រើទៅលើដំណាំអ្វីក៏ដោយសម្រាប់សារជាតិកាល់ស្យូមនេះគឺជាអ្នកជំនួយបំពេញរសជាតិឬមួយក៏យើងហៅថាបំពេញសាច់